Song Swakumakan The Breaking Coin CMC 5ប្រាប់អាមេរិកថាកម្ពុជាកំពុងបើកការវាយប្រហារដោយហិង្សាកាន់តែខ្លាំងឡើងលើប្រទេសថៃសារព័ត៌មាន Daily News របស់ថៃបាននិយាយនៅថ្ងៃទី12ខែធ្នូនេះថាលោកនីខណ្ឌេតផ្លាំងគោលអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាននិងជាអ្នកនាំពាក្យក្រសួងការបរទេសបានបង្ហាញថាលោកស៊ីហាសាក់ភូមិកេតកែវរដ្ឋមន្ត្រីក្រសួងការបរទេសបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកនៅម៉ោង 11:00 នាទីព្រឹកថ្ងៃទី12ខែធ្នូនេះដើម្បីពិភាក្សាអំពីស្ថានភាពនៅតាមព្រំដែនថៃកម្ពុជានិងដើម្បីត្រៀមរៀបចំសម្រាប់ការសន្ទនាតាមទូរស័ព្ទរវាងនាយករដ្ឋមន្ត្រីអនុទានឆាន់វីរៈកុលនិងប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ដែលគ្រោងនឹងធ្វើឡើងនៅយប់នេះក្នុងអំឡុងពេលនៃការសន្ទនារដ្ឋមន្ត្រីក្រសួងការបរទេសបានពន្យល់អំពីការវិវត្តចុងក្រោយបំផុតនៅតាមព្រំដែនថៃកម្ពុជានិងបានសម្ដែងការព្រួយបារម្ភចំពោះការវាយប្រហារម្ដងហើយម្ដងទៀតនិងកាន់តែខ្លាំងឡើងដោយភាគីកម្ពុជាលោក Nicoldet បានបន្ថែមថាលោកស៊ីហាសាក់ក៏បានបញ្ជាក់ពីការបដិញ្ញាចិត្តរបស់ប្រទេសថៃចំពោះសន្តិភាពនិងដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហានានាទោះជាយ៉ាងណាក៏ដោយសន្តិភាពយូរអង្វែងត្រូវតែកើតចេញពីសកម្មភាពនិងការបដិញ្ញាចិត្តពិតប្រាកដរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបានស្ដាប់និងសម្ដែងការយោគយល់ចំពោះភាគីថៃហើយបានបញ្ជាក់ជាថ្មីថាសហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេចដើម្បីលើកកម្ពស់សន្តិភាពប្រកបដោយស្ថាបនានិងគាំទ្រប្រទេសថៃក្នុងកិច្ចខិតខំប្រឹងប្រែងនេះ